ចាជំរាបសួរពុកម៉ែបងប្អូនមេជាអញ្ចឹងមាននឹកឃើញដល់បាយកកអីអត់បងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញអំពីការចិញ្ច្រាំប្រហុកចំហុយបងប្អូនអញ្ចឹងយើងមានប្រហុកសាច់ជ្រូកនិងពងទាសាច់ជ្រូកគឺយើងចិញ្ច្រាំឲ្យម៉ត់មកបងប្អូនហើយចំណែកពងទាយើងគោះដាក់ជាមួយនឹងសាច់ជ្រូកនឹងមកចាហើយសម្រាប់ខ្ញុំអត់មានប្រហុកសាច់ទេបងប្អូនមានតែប្រហុកធម្មតាអញ្ចឹងខ្ញុំបានយកប្រហុកនឹងយកទៅម្ងាស់យកតែទឹកទេបន្ទាប់មកខ្ញុំលាយគ្រឿងឲ្យសព្វហើយភ្លក់ឲ្យល្មមហើយទើបខ្ញុំយកមកដាក់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំនិងពងទាបន្ទាប់មកបន្ថែមស្លឹកក្រូចសើចបន្តិចដើម្បីឲ្យវាមានរសជាតិឈ្ងុយនិងគល់ខ្ទឹមបងប្អូនដាក់គល់ខ្ទឹមបន្ថែមទៀតមកបន្ទាប់មកទៀតខ្ញុំអត់បានច្រាំដាក់ម្ទេសទេអញ្ចឹងខ្ញុំបានបេះម្ទេសនៅផ្ទះខ្លួនឯងបងប្អូនបេះម្ទេសឲ្យដាក់ពីលើដើម្បីចំហុយហើយការចំហុយនេះគឺខ្ញុំចំណាយពេលជិត1ម៉ោងបងប្អូនទ្រាំតែហើយដោយសារវាទ្រាំតែឆ្អិនណាដោយសារវាក្រាស់ពេកបងប្អូនអញ្ចឹងប៉ុណ្ណឹង